សូមស្វាគមន៍មកកាន់ The Breaking Coin ប្រទេសថៃនឹងធ្វើឲ្យប្រសើរឡើងនៅនាវាផ្ទុកយន្តហោះ ATMS ចក្រីណារូបិតក្រុមហ៊ុនថាឡេនិងក្រុមហ៊ុន UCI បានចុះហត្ថលេខាលើកិច្ចសន្យាមួយដើម្បីធ្វើឲ្យប្រសើរឡើងនៅនាវាផ្ទុកយន្តហោះលំដាប់កំពូលរបស់កងទ័ពជើងទឹកភូមិន្ទថៃគឺ ATMS ចក្រីណារូបិតជាមួយនឹងប្រព័ន្ធគ្រប់គ្រងវេទិកាទំនើបរួមបញ្ចូលគ្នាកិច្ចព្រមព្រៀងនេះត្រូវបានប្រកាសនៅក្នុងពិធីបើកពិព័រណ៍ការពារជាតិនិងសន្តិសុខឆ្នាំ2025ដែលជាដំណាក់កាលថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការរវាងថាឡេនិងកងទ័ពជើងទឹកភូមិន្ទថៃដែលមានអាយុកាលជាង5ទសវត្សរ៍មកហើយយោងតាមក្រុមហ៊ុនទាំងពីរប្រព័ន្ធគ្រប់គ្រងវេទិការួមបញ្ចូលគ្នាឬ IPMS និងបម្រើជាក្របខ័ណ្ឌគ្រប់គ្រងប្រតិបត្តិការចម្បងរបស់នាវាវាត្រូវបានរចនាឡើងដើម្បីធ្វើមជ្ឈមកម្មការគ្រប់គ្រងប្រព័ន្ធរុញច្រានប្រព័ន្ធអគ្គិសនីគ្រឿងចក្រជំនួយនិងមុខងារគ្រប់គ្រងការខូចខាតនៅលើនាវាដោយផ្ដល់ទិន្នន័យស្ថានភាពជាក់ស្ដែងនិងការគាំទ្រការសម្រេចចិត្តដោយស្វ័យប្រវត្តិ IPMS ក្នុងគោលបំណងបង្កើនសមត្ថភាពរបស់នាវាក្នុងការសម្របខ្លួនទៅនឹងលក្ខខណ្ឌប្រតិបត្តិការដែលកំពុងផ្លាស់ប្ដូរខណៈពេលដែលកាត់បន្ថយបន្ទុកការងាររបស់នាវិកនាវា ATMS ចក្រីណារូបិតបានចូលបម្រើការងារកាលពី28ឆ្នាំមុនហើយនៅតែជានាវាផ្ទុកយន្តហោះតែមួយគត់នៅអាស៊ីអាគ្នេយ៍នាវានេះនឹងត្រូវធ្វើទំនើបកម្មជាមួយនឹងប្រព័ន្ធមួយដែលភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមេកានិករបស់វាទៅនឹងបរិក្ខារប្រយុទ្ធនិងបរិក្ខារនាវាចរនៅឧបករណ៍ត្រាប់លើនាវានិងចំណុចភ្ជាប់សម្រាប់ការបណ្ដុះបណ្ដាលនាវិកក្រុមហ៊ុនថាឡេបាននិយាយថា IPMS នឹងត្រូវបានសម្របខ្លួនទៅនឹងតម្រូវការពិសេសនិងទំហំសំខាន់នៃនាវាដោយធានាថាសមត្ថភាពថ្មីធ្វើសមាហរណកម្មយ៉ាងរលូនជាមួយប្រព័ន្ធបច្ចុប្បន្នរបស់នាវាផ្ទុកយន្តហោះនៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហ៊ុនថាឡេបាននិយាយថាការធ្វើទំនើបកម្មនេះឆ្លុះបញ្ចាំងពីតម្រូវការសម្រាប់កងទ័ពជើងទឹកក្នុងការសម្របខ្លួនទៅនឹងបញ្ហាប្រឈមដែនសមុទ្រដែលកំពុងវិវត្តក្រុមហ៊ុនបានគូបញ្ជាក់ពីភាពចម្រុះនៃការគំរាមកំហែងដែលកើនឡើងនៅក្នុងបរិស្ថានសមុទ្រតាមឆ្នេរនិងលំហសមុទ្រដែលការសម្រេចចិត្តប្រតិបត្តិការយ៉ាងឆាប់រហ័សនិងការត្រៀមលក្ខណៈខ្ពស់របស់នាវាមានសារៈសំខាន់បំផុតការដាក់បញ្ចូលប្រព័ន្ធគ្រប់គ្រងកណ្ដាលនិងស្វ័យប្រវត្តិកម្មមានបំណងអនុញ្ញាតឲ្យកងទ័ពជើងទឹកថៃអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពជាមុនទៅនឹងភាពអាសន្នភាពខូចខាតឧបករណ៍ឬសេណារីយ៉ូនៃការខូចខាតអំឡុងពេលប្រតិបត្តិការនាវាចរកិច្ចសហការនេះពាក់ព័ន្ធនឹងក្រុមវិស្វកម្មថាឡេអន្តរជាតិដែលធ្វើការជាមួយ UCI ដែលនឹងរួមចំណែកដល់ជំនាញក្នុងស្រុកភាពស៊ាំនឹងប្រតិបត្តិការនិងសមត្ថភាពទ្រទ្រង់ក្នុងប្រទេសក្រុមហ៊ុនទាំងនោះបាននិយាយថាវិធីសាស្ត្រនេះនឹងគាំទ្រដល់ការថែទាំរយៈពេលវែងនិងអនុញ្ញាតឲ្យកងទ័ពជើងទឹកភូមិន្ទថៃអភិវឌ្ឍសមត្ថភាពបច្ចេកទេសក្នុងស្រុកបន្ថែមទៀតក្រុមហ៊ុនថាឡេបានកត់សម្គាល់ថានាវាជាង80%នៃកងនាវាចរទាំងមូលរបស់កងទ័ពជើងទឹកថៃត្រូវបានបំពាក់ដោយប្រព័ន្ធរបស់ថាឡេដែលមានបច្ចេកវិទ្យាគ្របដណ្ដប់លើការឃ្លាំមើលដោយរ៉ាដាសូណាឧបករណ៍ប្រឆាំងគ្រាប់មីននិងឧបករណ៍បញ្ជាការបាញ់ព្រមទាំងបណ្ដាញបញ្ជាការនិងត្រួតពិនិត្យផងដែរកិច្ចសន្យាថ្មីនេះគឺជាលើកទី1ហើយដែលប្រព័ន្ធគ្រប់គ្រងវេទិការួមបញ្ចូលគ្នាប្រភេទនេះនឹងត្រូវបានដំឡើងនៅលើនាវាកងទ័ពជើងទឹកភូមិន្ទថៃការធ្វើឲ្យប្រសើរឡើងនៃនាវា ATMS ចក្រីណារូបិតកាត់ឡើងនៅពេលដែលកងទ័ពជើងទឹកក្នុងតំបន់កំពុងវាយតម្លៃឡើងវិញនូវអាទិភាពនៃទំនើបកម្មកងនាវានិងការទ្រទ្រង់នាវានេះជាប្រវត្តិសាស្ត្របានបម្រើការជានិមិត្តរូបនៃវត្តមានដែនសមុទ្រនិងសមត្ថភាពរបស់ប្រទេសថៃទោះបីជាការប្រើប្រាស់ប្រតិបត្តិការរបស់វានៅក្នុងពេលកន្លងមកមានភាពប្រែប្រួលអាស្រ័យលើលទ្ធភាពប្រើប្រាស់យន្តហោះនិងតម្រូវការបេសកកម្មក៏ដោយការបង្កើនប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់នាវាផ្ទុកយន្តហោះនេះ
អាចបង្កើនប្រយោជន៍របស់វាក្នុងការគ្រប់គ្រងផ្នែកភស្តុភារការល្បាតសន្តិសុខដែនសមុទ្រប្រតិបត្តិការមនុស្សធម៌និងលំហែព្រំ